រៀបសួរពុកម៉ែបងប្អូនអ៊ំពូមីងតាយាយទាំងអស់គ្នានេះគឺជាសកម្មភាពរបស់ខ្ញុំនៅល្ងាចនេះដែលខ្ញុំបានលេងសម្អាតប្រភូមិនៅមុខផ្ទះខ្ញុំផងដែរបាទអញ្ចឹងមុនបោះសម្អាតខ្ញុំក៏បានរើកំប៉ុងជើងធូបផងដែរបាទកំប៉ុងជើងធូបហ្នឹងគឺថាដកជើងធូបចេញខ្លះអញ្ចឹងណាកុំឲ្យវាណែនក្នុងនឹងពេកបន្ទាប់ពីបានដកកំប៉ុងជើងធូបចេញហើយខ្ញុំក៏បានរើយកថោផ្កាទូចមួយនឹងចេញមកផងដែរបាទថោផ្កាយើងដាក់ផ្កាហ្នឹងបាទហើយបន្ទាប់ពីរើហើយក៏យើងបោះសម្អាតដីបន្តិចតួចសិនមុននឹងយើងលាងទឹកវាកុំឲ្យយើងពិបាកលាងពេកបន្ទាប់ពីបោះហើយហ្នឹងយើងក៏យកទឹកមកចាក់លាងបាទយើងយកទឹកមកចាក់លាងមកហើយយើងយកចាស់មកដោះដើម្បីឲ្យវាជ្រះដីហើយនឹងស្លែដែលវានៅកាន់ជាប់នៅនឹងអញ្ចឹងបន្ទាប់ពីចាក់ទឹកហើយហ្នឹងគឺខ្ញុំចាប់ផ្ដើមដោះច្រាស់ដោះតាមកៀនកន្លែងបាតកន្លែងអីហ្នឹងគឺថាដោះសពកន្លែងទាំងអស់បាទអញ្ចឹងគឺដូចបងប្អូនឃើញអញ្ចឹងបាទគឺខ្ញុំចាក់ទឹកដោះអញ្ចឹងណាដោះឡើងដោះចូលដោះឡើងដោះចូលឲ្យជ្រះដីហើយស្លែកាន់អីចឹងណាគឺដោះវាឲ្យស្អាតហើយវាមើលទៅរៀងក្រាន់បើជាមុនអញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាបាទអញ្ចឹងកុំភ្លេចជួយចុច like ចុច share ឲ្យខ្ញុំម្នាក់មួយផងបាទដោយសារវីដេអូនេះគឺខ្ញុំធ្វើជាលើកដំបូងទេបាទខ្ញុំទៅចាប់ផ្ដើមធ្វើជាលើកដំបូងទេអញ្ចឹងសូមជួយចុច like ចុច share ផងបាទអញ្ចឹងគេថាវីដេអូនេះមានអីច្រើនទេគ្រាន់តែបង្ហាញពីការដោះលាងព្រះភូមិដោយសារយើងជិតចូលឆ្នាំដែរហើយដោយសារនៅសល់តែប្រហែល2ថ្ងៃទៀតទេគឺដល់ថ្ងៃចូលឆ្នាំថ្មីហើយអញ្ចឹងគឺត្រូវតែសម្អាតឲ្យស្អាតដោយសារតែចូលឆ្នាំមានមួយឆ្នាំម្ដងទេពុកម៉ែបងប្អូនបាទអញ្ចឹងយើងត្រូវតែដោះសម្អាតឲ្យបានស្អាតដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មីអញ្ចឹងណាពុកម៉ែបងប្អូនអ៊ំពូមីងតាយើងអស់គ្នាបាទខ្ញុំអត់សូវចេះនិយាយអីច្រើនទេពុកម៉ែបងប្អូនអ៊ំពូមីងតាយើងអស់គ្នាបាទចេះថានិយាយទៅថាខ្លាចពូមីងបងប្អូនអស់គ្នាមើលវីដេអូនេះទៅហើយធុញអីចឹងណាអញ្ចឹងក៏ចេះតែនិយាយបញ្ចូលសលេងទៅចេះតែនិយាយទៅបាទអញ្ចឹងអ៊ំពូមីងបងប្អូនតាយាយទាំងអស់គ្នាអាចមើលបានបាទថាដោះជូតនៅហ្នឹងឯងបាទគេថាមានអីច្រើនទេមានតែដោះជូតឯងដើម្បីឲ្យវាជ្រះដីអញ្ចឹងណាបាទហើយពុកម៉ែបងប្អូនអ៊ំពូមីងតាយាយអស់គ្នាប្រហែលឆ្ងល់ដៃកាមេរ៉ាមែនខ្ញុំណាគេបាទគឺដៃកាមេរ៉ាមែនគឺបងអូនស្រីខ្ញុំបាទបងអូនស្រីខ្ញុំអ្នកធ្វើជាដៃកាមេរ៉ាមែនខ្ញុំបាទពីដំបូងថតអត់មានដៃកាមេរ៉ាមែនទេបាទដោយសារបងអូនខ្ញុំគាត់រវល់ដល់ពេលបងអូនខ្ញុំរវល់ទៅបានអត់មានអ្នកកាន់ដៃកាមេរ៉ាឲ្យទេដល់ពេលនេះបងអូនស្រីខ្ញុំតនេវិញទៅក៏ហៅមកធ្វើដៃកាមេរ៉ាឲ្យទៅបាទហើយពុកម៉ែបងប្អូនអ៊ំពូមីងតាយាយអស់គ្នាកុំភ្លេចជួយ like share វីដេអូរបស់ខ្ញុំផងបាទហើយសារខ្ញុំទៅធ្វើតែជាលើកដំបូងដែរបាទគឺថាវីដេអូយើងអត់មានអីច្រើនទេអ៊ំពូមីងពុកម៉ែបងប្អូនទាំងគ្នាបាទគឺមានតែដោះលាងទឹកហ្នឹងឯងបាទគេថាដោះពីលើចុះមកក្រោមដោះពីជាហៀងពីស្វែងពីស្ដាំដោះរហូតបាទដោះឲ្យចេះទឹកហ្នឹងបាទមានអីច្រើនទេបាទអង្គុយនិយាយដើម្បីកុំឲ្យពុកម៉ែបងប្អូនអ៊ំពូមីងតាយាយធុញអីចឹងណាបាទចឹងក៏ចេះតែនិយាយទៅប៉ុន្តែខ្ញុំមិនសូវចេះនិយាយអីប្រហែលទេបងពុកម៉ែបងប្អូនអ៊ំពូមីងតាយាយអស់គ្នាបាទខ្ញុំមិនជាមនុស្សដែលនិយាយអីច្រើនប៉ុន្មានដែរទេគាត់ថាចេះតែបញ្ចូលសលេងទៅបាទហើយបើមានសលេងរំខានអីក៏សូមខន្តីអភ័យទោសផងពុកម៉ែបងប្អូនទាំងអស់គ្នាបាទដោយសារខ្ញុំនៅក្បែរវត្តដែរហើយណាមួយម៉ែខ្ញុំហើយអ៊ំខ្ញុំគាត់និយាយគ្នាអញ្ចឹងណាអញ្ចឹងគឺថាខ្ញុំលៀងព្រះភូមិតាំងពីម៉ោង5រហូតដល់រៀងល្ងាចដែរពុកម៉ែបងប្អូនទាំងអស់គ្នាបាទហើយចុងក្រោយក៏សូមអរគុណពុកម៉ែបងប្អូនអស់គ្នាដែលបានតាមដានទស្សនារហូតដល់ចប់បាទចូលឆ្នាំថ្មីនេះសូមឲ្យហេងសំណាងល្អទាំងអស់គ្នាបាទអរគុណពុកម៉ែបងប្អូនអ៊ំពូមីងអស់គ្នាបាទ